ជំរាបសួរហើយនឹងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកវិញម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការបង្កើត file ថាការ zip file ការ combine file និងការ compress file អីផ្សេងៗអញ្ចឹងដំបូងយើងមកដឹងសិនថានៅក្នុង Linux CentOS ហ្នឹងគឺវាមានគេនិយមប្រើក្នុងការ combine និង compress ហ្នឹងគឺវាមាន3គឺទី1ថានេះគឺនិយាយទៅគឺវាជាការ combine file combine directory អីផ្សេងហ្នឹងគឺវាគ្រាន់តែ combine ចូលគ្នាទៅជាមួយ file ប៉ុន្តែវាអាច compress បានទេអញ្ចឹងមិនន័យថាវានៅតែធំវាគ្រាន់តែ combine តែទំហំវានៅធំមួយទៀតគឺគេប្រើ zip នេះវាទាំង combine ទាំង compress ប៉ុន្តែ compress វាគឺ compress បានទូចទេ compress នៅតែធំដែរគ្រាន់តែទូចជាងខាបន្តិចគេប្រើហើយគេប្រើ zip នេះគឺភាគច្រើនគេប្រើពេលណាដែលចង់ផ្ញើឯកសារទៅកាន់ Windows ដោយសារ Windows វា support zip file ហើយយើងអាច extract zip file នឹងបានវាអត់ដូចពេលយើងប្រើថាឬអីគឺ Windows វាស្គាល់ទេមួយទៀតនោះគឺ gzip gzip នេះគឺវាជាអ្នកcompress អញ្ចឹងមានន័យថាវាយើងប្រើភាគច្រើនគេប្រើវាគួបជាមួយនឹងថាអញ្ចឹងមានន័យថាដើម្បី combine បន្ទាប់មកយើងប្រើ gzip ដើម្បី compress ឲ្យវាទូចអូខេអញ្ចឹងមួយទៀតគឺbzip2 អូខេអញ្ចឹង bzip2 នេះគឺវាជាអ្នក compress ដូចគ្នាហើយវា compress បានល្អជាងgzip ហើយគេប្រើវាគប់មួយថាដូចគ្នាប៉ុន្តែ bzip2 នេះប្រើបានតែជាមួយនឹង file ទេអាចប្រើមួយ directory បានទេអត់ដូច gzip ទេបើ gzip ប្រើមួយ directory បានអូខេអញ្ចឹងកុំឲ្យយើងចាំយូរយើងទៅមើលការអនុវត្តទាំងអស់គ្នាហ្មងទៅអញ្ចឹងខ្ញុំសុំមើលរបស់ខ្ញុំសិនថាមានអីខ្លះអូខេអញ្ចឹងវារៀងនិយាយតិចឥឡូវខ្ញុំបង្កើត folder ថ្មីហ្មងទៅបង្កើត directory ថ្មីអូខេឥឡូវខ្ញុំបានបង្កើត directory 3និង file 3ដែល directory មាននឹងអីហើយនឹង file គឺជា file txt មាន3អូខេអញ្ចឹងឥឡូវយើងចង់ដឹងថាតើយើង combine file និង directory ចូលគ្នានឹងធ្វើមិនទៅអូខេអញ្ចឹងដំបូងគឺយើងប្រើថាជា tab archive អញ្ចឹងយើង combine file និង directory ចូលគ្នាអញ្ចឹងដើម្បីប្រើគឺយើងសរសេរមកថា option cvf អូខេបន្ទាប់មកយើងដាក់ឈ្មោះសិនដាក់ឈ្មោះដែលយើងចង់ពេលយើង combine ហើយតែឈ្មោះអីគេអូខេដាក់ my file ទៅហើយយើង complete គឺ .tha អូខេបន្ទាប់មកយើងវាយឈ្មោះdirectory និង file ដែលយើងចង់ដាក់នឹងចូលទៅអូខេអញ្ចឹងយើងប៉ុណ្ណឹងយើង enter មកគឺឃើញថាចូលហើយអញ្ចឹងយើងអូខេនេះគឺជា file ថារបស់យើងដែលវាមានទំហំ 10000 ជាងហ្នឹងអញ្ចឹងអានេះគឺពេលយើង combine អាហ្នឹងបើយើង combine 3នេះចូលគ្នាហើយ combine នៅក្នុងហ្នឹងអូខេអញ្ចឹងឥឡូវយើងចេះ combine អញ្ចឹងយើងត្រូវការចេះ extract វាមកវិញដូចគ្នាអូខេអញ្ចឹងយើងដើម្បី extract មកវិញគឺយើងប្រើ command គឺថាមកយើងប្រើ option hvf អូខេបន្ទាប់មកយើងវាយឈ្មោះមកហ្នឹងគឺប៉ុណ្ណឹងគឺយើងអាច extract វាចេញមកវិញបានហើយអញ្ចឹងយើងមើលទៅអូខេ ls នេះfile ឥឡូវដោយសារតែវាជន់គ្នាអញ្ចឹងយើងមើលអត់ដឹងថាវាបាន extract មកអត់ទេឥឡូវខ្ញុំសុំធ្វើការ remove សិនទៅអូខេអញ្ចឹងឃើញថាវាបាត់អស់ហើយអញ្ចឹងឥឡូវយើងធ្វើការ extract ចេញពី my file នេះមកវិញមកអូខេនេះគឺជា comment សម្រាប់ការ extract គឺថា option hvf my file .tha ហ្នឹងអូខេយើងធ្វើមកអញ្ចឹងយើង ls មើលភាសាទៀតអូខេអញ្ចឹងឃើញថាវាមកហើយគឺវាយើង extract បានជោគជ័យអូខេអញ្ចឹងមួយទៀតគឺយើងនិយាយអំពីការ zip file ដែលយើង zip ដើម្បីផ្ញើទៅកាន់ Windows អញ្ចឹង zip file វារៀង comment វារៀងស្រួលដែរទេអូខេអញ្ចឹងដើម្បីយើង zip file បានគឺយើងគ្រាន់តែដាក់មក zip.r តោះមកយើងដាក់ឈ្មោះមកយើងដាក់ឈ្មោះ file ដែលយើងចង់ពេលយើង zip ហើយហ្នឹងអូខេដាក់ my
nhưng lại máy zip mà ok dot zip và tóm mấy dùng vay directory đi có ai để dương trong zip trâu kia nữa ok chẳng cái dương zip via ban thấy dương sạc alert mới đấy ok đi cái dương zip file vào dương đại vì tiền khẩm bán chẳng khẩm press như vậy một lần chứ cứ vì khẩm bán thấy cứ vì khẩm press tiếp thôi folder mới nó cứ tụt vì mình tầm hôm tụt ok lấy nhâm xạ remove tập ở năng tránh ok này nè âm phẳng ok chẳng thế nào vì bật chẳng để để bật chẳng file để nhom remove một năng ấy chẳng dương thực extract về tranh màu bánh đầm bay extract tranh màu bánh khi dương hở mới dương hở unzip ok unzip tao mất mua directory để dương zip hai nó cứ my zip ok enter đó phần nắng hay dương alm đấy ok khi tham viên màu vậy nhỉ scroll thì cứ cả command yang compress nơi lơ lại nó cứ việc scroll phần này dương phải gặp phần command dương lại dương phải chọn được nơi lơ Windows ấy scroll này ok chẳng là lỡ dương màu mp compress là bo chi dịp mà đòn ok đến nhóm vậy mà nó những cứ chi dịp vì ai thưa ca chỉ mùi nặng tàng directory tàng file và đó cái đây thưa với mùi chẳng này cái đây do tới dịp do tới compress mùi chẳng này cứ phải chọn cứ cái combine chỉ mùi nặng tha ấy cứ cái tới compress ok chẳng ca thưa tha nặng thưa dịp ấy nhưng mà vậy hay ấy chẳng là dân show mà đó ca thưa chi dịp mà đó đây chỉ ca compress file cho nên giống vậy mà nó cứ ai thưa ban tặng file tặng folder chẳng cứ dân ai thưa với mùi cho bán tặng file tặng folder tặng directory cái dân thưa bàn tất nhiên cứ kia đã thưa mùi dân ấy về hoạt sư việc anh vậy bạn hay việc scroll hai mùi tiết cứ phía chấn cứ cái combine cho mình thà ấy cứ cái thời gian ở chi zip để mấy compress ở tụt phía chấn cứ cái phở trắng scroll gì ok chắc là bây giờ chi dịp bán cái dân vay nó cứ comment chi dịp option ó đó bây giờ đã mua file để dân chọn đi nữa chọn thuê chi dịp nữa ok cứ nhầm đại phần nữa vậy thờ mất như là em mơ đấy ok đi cái gì để đây cho đi để dân thuê chi dịp môn nó cứ về khơi thành nó sau tầm rồi chiêng đấy môn nó cứ mà mượn chiêng hãy khơi nhau việc compress ban lò chiêng dịp đi rồi dịp cứ ban tại bầm bầy rồi chiêng này ok lấy dương từ thưa cứ về miền phí về miền chi dịp hay đang bi dịp thu ok lấy môn luôn tại đây bi dịp thu nhom thời ca lia về bên dần cứ extract file chi dịp như bên dần mọi click ok chắc là bây giờ dương extract file đang ngồi bán cứ dương phở chi unzip ok chi unzip option ó tổng bao nhiêu phở máy ok bắn nắng cứ dương ai lia về màu bình bà này ok nè cứ dương khai thác viên miền mỏng mượn chiêng này ok lấy top bị dương ban mơ ca thơ chi dịp thu chi dịp hết xin tốt chi dịp hết cái dân mà mơ ca thuê bi dịp thu mà đâu ok mẹ ca thuê bi dịp thu cứ việc scroll và tái đưa nhom vậy chứ phở môi đây tari ban đấy phở ban đây môi file đấy đây thì cứ phở ban đấy chẳng mẹ đơn thì ấy việc miền extension dot đấy chứ cứ việc đôi chỉ file môi đây chẳng cứ dân ai phở cho môi đằng tha đi bàn lấy môn nâng đi dương vậy đi dương khơi đi chiều bây dương không preview cho mình chi zip môn nâng đi chiều khơi nằm ảnh đi chìm rồi chiêng này 8 lấy dương trong đang thăm môi na là không preview bàn lò chiêng lại dương sạc tới cứ đầm bay phở bi dịp thu bán cái dương bay comment bi dịp thu ok tao mới dương đã mua
ឈ្មោះ file ហ្មងបាច់ option o អីទេអូខេអូខេ bzip ខ្ញុំវាយច្រឡំអូខេ bzip2 អូខេ bzip2 យើង ls មើលទៅអូខេនេះគឺតែ190ទេមុនហ្នឹងអានោះដូចជា100ខ្ញុំភ្លេចមិនដឹង100ជាងនេះគ្នាតែដឹង100ម៉ានអូខេអញ្ចឹងឃើញថាវាមានវាគឺវា compress បានល្អ compress បានល្អដូចគ្នាគឺទូចដូចគ្នាអញ្ចឹងដើម្បីពលាឬ extract អា bzip2 នឹងមកវិញគឺយើងប្រើ command មួយគឺយើងប្រើ command b unzip 2អូខេបន្ទាប់មកយើងវាយឈ្មោះ file យើងចូលមកស្រួលទេហ្នឹងអូខេយើង ls មើលទៅនេះគឺមកវិញហើយអញ្ចឹងការធ្វើទាំង gzip ទាំង bzip2 គឺភាគច្រើនគេប្រើដូចខ្ញុំនិយាយដែរគឺគេប្រើជាមួយនឹង file ការធ្វើរស់ថាដើម្បី combine ហើយគេ compress តែបើយើងខ្ជិលយើងគិតថាទំហំវាមិនជាបញ្ហាយើងអាចប្រើគ្រាន់តែប្រើ zip ធម្មតាក៏បានដែរវាដូចជាអត់មានបញ្ហាអីទេអូខេដូចខ្ញុំនិយាយមុនហ្នឹងគឺថាគ្រាន់តែជាការ combine តែវាអាច compress ទេប៉ុន្តែចុះបើគេសួរថាចុះបើខ្ញុំអត់ចង់ combine ហើយបានទៅ compress ទេចង់ទាំង combine ផងទាំង compress ផងគេមាន2លក្ខខណ្ឌទី1ដូចខ្ញុំនិយាយគឺយើងប្រើ zip ទី2គឺគេមាន option ដើម្បីឲ្យយើងប្រើទាំងថានេះហើយយើងអាច combine បានទៀតសុំទោស combine ហើយ compress បានទៀតវាក្នុងពេលតែមួយតែម្ដងអូខេអញ្ចឹងដើម្បីប្រើឥឡូវខ្ញុំសាក file គឺខ្ញុំសាកការធ្វើថាជាមួយនឹង gzip ឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងដើម្បីធ្វើបានគឺយើងវាយ comment ថាតមក option cz អូខេvf គឺ czvf មុនហ្នឹងបើយើងប្រើថាគឺយើងអត់មានសិតទេតែដល់ពេលយើងប្រើទាំង gzip ទាំងថាផងគឺយើងប្រើថា option czvf តោះមកយើងដាក់ឈ្មោះអូខេអញ្ចឹងយើងចង់យកអានេះមកប្រើក៏បានយើងចង់បង្កើតថ្មីក៏បានឥឡូវខ្ញុំសាកបង្កើតថ្មីហ្នឹងទៅ my ថា gzip បន្ទាប់មកយើងcomplete extension គឺ extension ថានិង extension gz ដល់មកយើងចង់ដាក់យើងត្រូវដាក់ឈ្មោះ file ក្នុង directory ដែលយើងចង់ combine និង compress ហ្នឹងអូខេ file មួយអូខេខ្ញុំបានពេញអីហើយខ្ញុំ enter មកអូខេឥឡូវយើងសាក ls មើលអូខេនេះគឺជារបស់យើងហ្នឹងនេះគឺ176របស់យើងគឺ my ថា zip ហ្នឹងដែលយើងធ្វើ my តែមួយ command line ទេទាំង combine ទាំង compress អញ្ចឹងគឺវាចាំថាវាងាយស្រួលជាងការដែលយើងដំបូងគឺយើងថាដើម្បី combine ហើយបានយើងវាយ command line ទៀតដើម្បីធ្វើការ compress អញ្ចឹងវាអានេះវាស្រួលជាងវាយើងវាយតែមួយជួរគឺហើយតែម្ដងអញ្ចឹងឥឡូវដើម្បីធ្វើការ extract វិញ extract វិញគឺវាងាយស្រួលទេគឺយើងប្រើ command ដែលមកថា .hvf no sorry គឺយើងប្រើ xzvf គឺដើម្បីប្រើពីរចូលគ្នាកុំភ្លេចគឺ z គឺត្រូវតែមាន z ដើម្បីប្រើ gzip ប៉ុណ្ណឹងហើយយើងដាក់ឈ្មោះរបស់យើងមកយើងដាក់ឈ្មោះ directory របស់យើងហ្នឹងទៅនេះ my tha zip dot ហ្នឹងគឺអូខេយើង extract វាចេញមកគឺធម្មតានេះគឺបាន extract ចេញមកគាត់ថាខ្ញុំអត់បានលុបអានេះអញ្ចឹងទោះយើង ls មើលក៏វានៅតែដដែលវាអត់មានអីខុសនេះអូខេអញ្ចឹងឥឡូវយើងមកមើលការធ្វើអាខៃមួយទៀតគឺការធ្វើថាជាមួយនឹង bzip2 ធ្វើមួយ command line តែបាន2ទាំង combine ទាំង compress ហ្នឹងហើយអញ្ចឹងដើម្បីប្រើបានគឺយើងវាយមកថាoption cjvf អូខេតោះមកយើងដាក់ឈ្មោះ my ថា bzip អញ្ចឹងទៅហើយ complete extension ដូចមុនហ្នឹងអញ្ចឹងគឺថាជាមួយនឹងextension គឺ bz2 អូខេតោះមកឈ្មោះ file របស់យើងអូខេអញ្ចឹងនេះគឺជាមួយ command line ហ្នឹងដែលយើងដាក់ហ្នឹងហើយយើង enter មកគឺចូលហើយអញ្ចឹងយើងសាកមើលទៅ ls option ហ្នឹងអូខេនេះគឺជា bzip2 នេះគឺជា file gzip ដែលយើងប្រើតែមួយ command line ដើម្បីងាយស្រួលក្នុងការ extract
ទាំងសំទោសទាំង combine និង compress អូខេចឹងដើម្បី extract file មួយនេះបានថា bc2 ហ្នឹងគឺយើងប្រើ comment ថា hjvs free option អូខេ option hjvs បន្ទាប់មកគឺយើងប្រើយើងដាក់ឈ្មោះមកគឺ my អូខេ my ថាអូខេនេះ enter មកគឺវា extract បានជោគជ័យគឺវាអត់មានអីចោតជាបញ្ហាអាហ្នឹងគឺងាយស្រួលប៉ុណ្ណឹងអូខេអញ្ចឹងបន្ទាប់ពីខ្ញុំបាននិយាយជាមួយនឹង zip compress combine file ផ្សេងៗហើយខ្ញុំចង់បន្ថែមទៀតជាមួយនឹងការយើងចូលទៅមើលថានៅក្នុងfile មួយហ្នឹងថាវាមានអីខ្លះដែរសាយពេលខ្លះឧបមាបើយើងមាន file ឧបមាថាឥឡូវយើងមាន file ថា bc2 file ថា gzip file ថា zip អូខេវាមានច្រើនអញ្ចឹងតែយើងពេលខ្លះយើងអត់ដឹងថានៅក្នុងហ្នឹងមានអីខ្លះតោះតែយើងពលាមកបើយើងដឹងថាអូអាហ្នឹងមាននេះមាននេះមាននេះអញ្ចឹងឧបមាថាឥឡូវលេងយើង file ដែលយើងត្រូវការហ្នឹងវានៅក្នុងអា zip នេះពេលយើងពលាតាំងពីលើនេះមកគឺវាញ៉ៃវិញអូខេអញ្ចឹងដើម្បីចូលទៅមើលគឺយើងប្រើថា option tf អញ្ចឹងការចូលទៅមើលគឺយើងប្រើអញ្ចឹងមកថា option tf តោះមកយើងដាក់ my file អូខេ my file ដល់ថាយើង enter មកអូខេនេះអញ្ចឹងពេលយើងធ្វើអញ្ចឹងទៅគឺយើងអាចចូលទៅមើលថានៅក្នុង file ថាហ្នឹងវាមានអីខ្លះវាមាន directory 1 2 3 file 1 2 3អញ្ចឹងទៅតែយើងមិនបាច់ចាំពលាវាទេបើន័យថាបើអ៊ំម៉ែបើយើងនិយាយមែនតើនេះគឺយើងកុំបាច់ពលាដែរនាំតែញ៉ៃពេញហ្នឹងអីចឹងណាអញ្ចឹងថ្ងៃហ្នឹងដូចជាមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នានឹងជួបគ្នាវីដេអូក្រោយ